Ok, ta lớn ngày nay dương dạy dòng pi rồi bây tập lại ADP server chẳng cả bị sập ra cả lon tới dương bán sắp xa từ lứa ca làm lại DCP nâng điền ai hao ấy chờ lấy dương châu từ ca làm lại ADP mà đòn mà chẳng lấy nhom lọc châu từ nhom remote và server nhóm và remote server má lọc châu user root bà chẳng môn nâng dương là cá phớ dương thử từ startនៅ interface បោះ server យើងទាំងអស់មកមានទាំង WAN និង LAN មកណាបាទអញ្ចឹងយើងប្រើ command បាទ nm TUI ហើយយើងចូល activate នេះមកនេះបាទអញ្ចឹងតោះតែវាមានផ្កាយទាំងអស់ចេះមានតែវា activate ហើយនេះដូច LAN ដូចអីហ្នឹងត្រូវតែមានផ្កាយណាបាទចូលវាមានផ្កាយទាំងអស់ហ្នឹងមកមានតែវា activate ហើយតមកទៀតយើង start service បាទ DHCP បាទ DHCPD បាទហើយដល់ទៀត restart service name D បាទហើយយើងចាប់ផ្ដើមធ្វើការដំឡើង package របស់ ADP បាទយើងប្រើ command yam install vsftp vsftpd.y បាទយើង install មក vsft បាទយើងភ្លេច t នេះ vsft នេះ t ណាបាទនេះនឹងមិនយើងភ្លេច t អូខេអញ្ចឹងយើង install មកបាទដោយសារតែ package នេះខ្ញុំដូចជាធ្លាប់ install នេះបាទchứ chẳng anh mơ version vì VAFTPD độ và độ V mà cái này vì pra version này nè version trong trao nhưng mình lại thọ install hai và bên top đi install hai và cái ao dướng cho tới riêng chom file và tam giá cá đại dưỡng thử từ copy file backup muối đâm bây dương cài mà sẽ dương phở cầm màn muối má và cầm màn CP và etc và VATPD VATPD.config ហើយយើងដាក់នៅទីតាំងដដែលហ្នឹងមកឬក៏នៅដាក់ទៅទីតាំងណាដាក់ទៅឥឡូវដាក់នៅក្នុង home បាទខ្ញុំដាក់នៅក្នុង user ខ្ញុំហ្មងអញ្ចឹងបើសិនជា file ណាបើសិនជា file ហ្នឹងមានបញ្ហាទៅពេលក្រោយខ្ញុំអាចទៅ copy អាហ្នឹងមកវិញបាទ vsftpd.config.back ម្នាក់ backup ណាបាទយើង copy ទៅហើយបាទយើងសាក ls ទៅនេះអញ្ចឹងខ្ញុំ copy មកនេះណាបាទខ្ញុំ backup វាទុកការពារក៏លោវាមានបញ្ហាពេលក្រោយយើងទៅយកអាហ្នឹងចូលទៅវិញតាមទៀតយើងចូលទៅកែបាទរចនាសម្ព័ន្ធនៃ file ATP បាទអញ្ចឹងយើងចូលទៅ etc vs ftp vftpd.config បាទអញ្ចឹងយើងកែ file ហ្នឹងមកបាទចឹងកន្លែងដែលត្រូវកែបាទមានមួយចំនួនបាទដូចនៅក្នុងមេរៀនរបស់យើងក៏មាននិយាយដែរនេះកន្លែងដែលត្រូវកែណាបាទកន្លែងយើងត្រូវកែគឺត្រូវមើលទាំងអស់នេះនេះមើលទាំងអស់នេះអញ្ចឹងវាទាំងអស់នេះវាអត់នៅតែមួយកន្លែងទេណាវានៅ line ផ្សេងៗគ្នាបាទនៅ line ផ្សេងៗគ្នាទី1គេឲ្យយើងមើលកន្លែង anonymous នេះតែ anonymous នេះយើងដាក់ yes នេះយើងកែដាក់ yes មកបាទតមកទៀត lock call enable យើងដាក់ yes ដែរបាទដាក់ yes ដែរណាបាទតមកទៀតwrite enable ក៏យើងដាក់ yes ដែរអញ្ចឹងបើសិនជាវា no ឬក៏វាបិទដោយឧទាហរណ៍ថាវាបិទដោយសញ្ញាហាសនេះចាំតែត្រូវបើកវាណាលុបហាសនឹងចោលមកណាបាទតមកទៀតបាទ directory មាន dear message ណាអញ្ចឹងយើងមើលនេះ dear message ក៏ yes ដែរនេះណាបាទតមកទៀត use local time នេះហ្នឹងក៏យើងបើក yes ដែរបាទតមកទៀត explog បាទហ្នឹងក៏យើងដាក់ yes ដែរណាconnect from port បាទគេដាក់ port 20អញ្ចឹងយើងបើកវា yes មកបាទតមកទៀតបាទch root បាទ ch root អឺ local user មើលយើងមើលតែនេះយើងក៏អាច search បានដែរណាយើងអាច search យើងធ្លាប់រៀនហើយរបៀប search ណាបាទនេះ ca root local user ណាបាទអញ្ចឹងយើងបើកវាទាំងអស់ហើយយើងដាក់ yes បាទ allow write អឺ able ca root គឺយើងដាក់ yes ហើយនឹង list បាទ list
list ហ្នឹងគឺពាក់ព័ន្ធ IP អា listen ហ្នឹងបាទអញ្ចឹង listen ហ្នឹងកន្លែង IPv6 យើងដាក់ no យើងអត់ប្រើទេតែដល់ពេល list ធម្មតាយើងដាក់ yes បាទអញ្ចឹងបើអាខាងក្រោមនេះ no បាទនេះក៏យើងដាក់ yes មកនេះដាក់ yes ណាដាក់ yes តោះមកនេះthì យើង add នេះ add command នេះ add script នេះចូលមកខ្ញុំទៅមាន add command add script បាទអញ្ចឹង add ប៉ុណ្ណេះចូលបន្ថែមទៀតមកណាបាទអញ្ចឹងអាចទៅ save ទៅបាទយើង add ចូលមកដល់មកយើង save បាទយើងចុច escape ចុច 2x បាទអញ្ចឹងយើង save មកបាទបន្ទាប់ពី save ហើយគេឲ្យយើងធ្វើការបើកទៅមើលបាទ ATP អញ្ចឹងយើងប្រើ command cd và ATP បាទ ATP ណាអញ្ចឹងយើង ls មើលនេះអញ្ចឹងយើងមាន pub នេះមួយនេះហ៎បាទ pub តមកទៀតគេឲ្យយើងបាទ change modify បាទ change modify គឺយើងប្រើ command chmod បាទយើង chmod 755មានន័យថាម៉េចបាទឲ្យ user owner អាចធ្វើអីគេយើងបាទអាច read write execute បាទចុះដល់ពេលលេខ5នៅចាំហ៎យើងpermission ដោយប្រើលេខ1000គោល8បាទលេខ5យើងណាចំនឹងអក្សរនេះយើងលេខ5បាទពាក់ព័ន្ធទៅនឹងឯងលេខ5អញ្ចឹងយើងអាចបបែកមកបាទអញ្ចឹងយើងដឹងថាលេខ5ហ្នឹងសម្រាប់បាទread write ឬក៏តារាយឬក៏តែ execute បាទអញ្ចឹងយើងអាចបបែកលេខហ្នឹងមកបាទអញ្ចឹងលេខ5ហ្នឹងយើងបបែកមកវាបានម៉ានបាទ1 0 1ណា101មានន័យថា read and execute បាទ101ណា101ហ្នឹងលេខ5ហ្នឹងឯងគឺ read and execute បាទតមកទៀតបាទថត directory បាទ var ltp ណាតមកទៀតខ្ញុំ chmod ដដែលហើយខ្ញុំ pub មួយទៀតបាទតមកយើងទៅ say welcome បាទយើងអាចទៅ say message welcome មួយបាទ echo បាទ welcome to បាទ anonymous anonymous បាទ stp ចូលទៅណាដាក់ចូលទៅក្នុង var stp pub បាទហើយ readme.tt មកណាសរសេរយ៉ាងមួយមកតមកទៀតបាទគេឲ្យយើងទៅ passive mode បាទអញ្ចឹងយើងប្រើ command set បាទ symbol ដក p ធំ s tpd use បាទ passive បាទ mode on ណាបាទគេមើលនេះ set symbol ហើយបើគ្នាយើងខ្លាចតែសេខុសអាចទៅ copy មកណាបាទអាចទៅ copy ពីមេរៀនយើងដាក់មកណាបាទនេះអញ្ចឹងវាអូខេហើយតមកទៀតគេឲ្យយើងបាទបើកដំណើរការ service របស់ ATP ណាបាទ system ctl បាទ enable now vsftpd បាទអញ្ចឹងកាលពីយើងរៀន DHCP service របស់ DHCP គឺ DHCPD ដល់ពេលយើងរៀន DNS service របស់ DNS គឺអី named មែនទេបាទដល់ពេលយើងរៀន SCP service វាគឺ VSFTPD បាទអ្នកខុសទៀតណាVSFTPD នេះណាបាទអញ្ចឹងឯងគឺជា service របស់វាណាបាទចូលមកទៀតគេឲ្យយើង start បាទអញ្ចឹងយើង start មកតមកទៀតគេឲ្យយើង status មើលទាំងតែវាអត់ error មាន status ក៏វាអាចមិនមានបញ្ហាដែរបាទយើង center ទៅវាពងតែ active ណាបាទតែមួយទៀតបាទគេឲ្យយើងអឺ add firewall បាទ add firewall
ឥឡូវខ្ញុំចាក់ចេញមកវិញមកបាទហើយខ្ញុំ add firewall ចេញយើង add មកបាទ firewall ដក cmd ដក zone បាទអានេះយើងត្រូវវាយបញ្ចូលណាបាទចឹងមកយើងខ្លាចខុសយើងទៅ copy ពីមេរៀនមកហើយខ្ញុំនឹងដាក់ script នឹងនៅខាងក្រោមវីដេអូណាបាទ Hang in her face បាទ smart បាទអញ្ចឹងយើង change interface អឺ van របស់យើងឈ្មោះវាស្អីគេ ENP 0S3 អាហ្នឹង van បាទហើយយើង change អញ្ចឹងមកបាទអញ្ចឹងយើង change អា N3 បាទមកជា zone public បាទមួយទៀតយើង change បាទinterface មួយទៀតសម្រាប់ LAN យើងបាទអញ្ចឹងកន្លែងនេះយើងដូរពី public មកបាទ trust បាទ trust បាទតមកទៀត zone របស់យើងនេះគឺ8បាទមិនមែន3ទេអានេះគឺ8បាទអូខេយើង change អា LAN យើងបាទ LAN យើងមកបាទអញ្ចឹងតមកទៀតយើងសាកមើល zone ទាំងពីរហ្នឹងមើលបាទ firewall CMD get បាទ active បាទ zone អញ្ចឹងយើងមើល zone ទាំងពីរហ្នឹងនេះអញ្ចឹងយើង change មកហើយណាបាទនេះអញ្ចឹង public គឺ ENP0S3 នេះគឺ van ហ្នឹងយើងនិយាយតាំងពីដើមមកណាបាទតមកទៀតយើង add service ATP បាទអញ្ចឹង firewall ដក cmd ដកបាទ permanent បាទដក add port បាទ add service មុនសិនណា add service ATP បាទចាំប្រយ័ត្នទៀតណាបើសិនជាខ្លាចសរសេរខុសអាចទៅ copy ពីក្នុងមេរៀនមកណាបាទខ្ញុំសរសេរបាទអញ្ចឹងយើង add គឺធ្លាប់ add ឲ្យម្ដងនេះបាទដល់ពេលយើង add port បាទអញ្ចឹងយើងដូរកន្លែង service មក port មកបាទ port 3000បាទអូខេ port 30000បាទហើយនឹង port 300ហើយនឹង10បាទនេះអញ្ចឹង30010ណាបាទ slash TCP បាទអូខេអញ្ចឹង port ហ្នឹងក៏ធ្លាប់ add នេះវាថា already enable ណាតមកទៀតយើង reload firewall បាទដក cmd ដក reload បាទអញ្ចឹងអូខេ reload ហើយបាទតមកទៀតអឺយើងចូលទៅក្នុងការតេស្តបាទក្នុងការតេស្តបាទហើយយើងត្រូវពិនិត្យមើលបាទអា passive port របស់ ATP ដែលយើងធ្លាប់បាន add ហ្នឹងផងបាទសម្រាប់ពិពណ៌នាថាយើងបាន add ហើយនៅគាត់ហ្នឹងខ្ញុំឲ្យយើង add ដាក់ពីដំបូងបាទចឹងយើងប្រើ command grep បាទsieve បាទ etc vs ftpd vsdvd.config បាទនេះចឹងដើរណានេះយើងមានតែយើងបាន add ហើយចឹងthìយើងត្រូវ copy អាហ្នឹងបាទក្នុងមេរៀនក៏បញ្ជាក់ដែរបាទយើង copy អាហ្នឹងទៅយកទៅដាក់នៅក្នុង file មួយនេះនៅខាងក្រោមគេបង្អស់នេះដាក់ចូល file នេះខាងក្រោមគេបង្អស់ណាតោះតទៀតយើងសាកតេស្តមើលបាទតេស្តយើងប្រើ command atp ហើយបើសិនជាយើងtest client ចាំយើងបើក client សិនមកណាបាទអញ្ចឹងគឺ test client test នៅក្នុង server បាទ192.168.100.254នេះគឺជា IP server របស់យើងបាទហើយកន្លែងនេះវាឲ្យយើង log in បាទអញ្ចឹងយើង log in with anonymous ណា anonymous ដល់ពេលpassword យើងមិនបាច់ដាក់ទេអញ្ចឹងចូលเลยណាអញ្ចឹងមានន័យថានេះ log in successful អញ្ចឹងយើងអាចបង្កើតស្អីនៅក្នុងហ្នឹងក៏បានឥឡូវឧទាហរណ៍ថាខ្ញុំ ls មើលមានអីអត់ខ្ញុំថាមាន file pub មួយបាទអញ្ចឹងឧទាហរណ៍ថាឥឡូវនៅ cd pub ហ្នឹងមើលបាទឬក៏យើងបង្កើតអីមួយទៅដល់ឥឡូវខ្ញុំ touch បាទឧទាហរណ៍ touch animal
thì nè và invalid command touch thì màyអាច invalid command នៅបង្កើត directory mkdir remote permission deny ចាំមែនឲ្យយើងបង្កើត anonymous ចាំមានន័យថា anonymous អូអាកន្លែង directory នោះមិនយើងដូចជាគេ create mode 755អញ្ចឹង755យើងបានតែ read និងនេះនឹង execute ហ្នឹងយើងមានបង្កើតណាបានចឹងបានវាមិនឲ្យគេអញ្ចឹងយើងអាចបើក file នេះបាននេះ cd pub អញ្ចឹងមាន readme នេះអញ្ចឹងមានតែយើងអាចតែ read ទេផ្លេចថាយើង commission ឲ្យបានតែ755ណាបាទអញ្ចឹងយើងអាច cat បាទ readme នឹងមើល readme.txt មានអញ្ចឹងវាឲ្យយើងបានតែ read cat readme អូខេឥឡូវខ្ញុំស៊ីអឺ cat slash tab slash readme.txt invalid command ចុះក្នុងនេះមិនក៏បង្ហាញតែអត់ឲ្យយើង read ចឹងនេះឲ្យយើង read តាអូខេអានេះនៅក្នុង server បាទយើងតេស្តបានជោគជ័យហើយចាឥឡូវយើងទៅតេស្តនៅលើ client វិញម្ដងអញ្ចឹងយើងត្រូវបើក client បាទបើក client មកអញ្ចឹងយើងបើក client window ឥឡូវ start client ឥឡូវខ្ញុំចូលមកដល់ client ហើយអូខេអញ្ចឹងពេលដែលយើងបើក DCP យើងអាចបើកបានច្រើនរបៀបដែរបាទឥឡូវខ្ញុំបើកតាមរបៀប Explorer ចុះអញ្ចឹងយើងវាយកន្លែងនេះយើងវាយ data FTP បាទចុច2/2ដងហើយ IP បាទ192.168.100.254បាទអញ្ចឹងខ្ញុំបាទ IP មួយនេះនេះអញ្ចឹងយើងចូលមក pub ហ្នឹងណាបាទអញ្ចឹងយើងអាចបើកក្នុងនេះបានបាទអញ្ចឹងនេះ readme នេះណាបើកមកនេះណាចុចនេះណាបាទអញ្ចឹងអាហ្នឹងគេទៅនឹង anonymous បាទ anonymous បើថាបង្កើតអីមួយក្នុងនឹងបង្កើតបានអត់ឲ្យគេ permission អត់ឲ្យបាទអញ្ចឹងបើណៃចង់ឲ្យគេដាក់បង្កើតអីណៃ permission កន្លែង change modify មុនហ្នឹងដាក់7អឺ7 3ដងហ្នឹងណាបាទ7 3ដងហើយដើម្បីចាកចេញពី ATP នេះណៃប្រើ command buy នេះណាបាទលីហើយហ្នឹងឃើញវាចាកចេញទៅវិញបាទចានេះតើតើហ្នឹងជាមួយនឹងនេះអឺ anonymous តោះមួយទៀតយើងបង្កើតសម្រាប់ user បាទបង្កើតសម្រាប់ user អញ្ចឹងយើងអាចមើលមេរៀនមកបាទនេះប្រាប់អស់ហើយឥឡូវយើងបង្កើតសម្រាប់ user នេះបាទចឹងណៃមុនទៅ add user អីចឹងមកណាដាក់ password អីគាត់ទៅបាទតមកទៀត add group គាត់មកបាទតមកទៀតអ្នកណៃអាចចំណុច go បាទអាចដាក់អ្នកប្រើប្រាស់ហ្នឹងចូលទៅក្នុងក្រុមនីមួយបាទអញ្ចឹងយើង add ចឹងមកនេះ user 1 user 2អញ្ចឹងទៅណា add test ណាចាឥឡូវខ្ញុំ add user ដូចគ្នាក៏ប៉ុន្តែមុននឹង add ខ្ញុំសូមទៅលុប user មួយចំនួនសិនអញ្ចឹងខ្ញុំប្រើ command user del user 1បាទuser del user 2បាទហើយនឹង group បាទអញ្ចឹងខ្ញុំgroup del បាទ cell
ធំអូខេឥឡូវមិនបាច់ទេលុបបាច់ដាក់ option ក៏បានដែរបាទ cell អត់មានចុះ IUT មានអត់អូខេឈប់ cell វាភ្លេចហើយហ្នឹងអូខេ cell IUT ណាអូខេចឹងយើងលុបទាំងអស់ហើយទាំង user ទាំងអីចឹងទៅតែឥឡូវខ្ញុំ add user សារថ្មីមកវិញបាទខ្ញុំបាទ command user add បាទ user មួយនេះមិញខ្ញុំធ្លាប់មាន user មួយហ្នឹងព្រោះសារយើងរៀនច្រើនណាយើងចេះបង្កើត user ផ្នែកហ្នឹងណាបាទតមកទៀតខ្ញុំ add user 2បាទតមកទៀតដាក់ password បាទឲ្យ user 1បាទ1 2 3 1 2 3បាទ password ឲ្យ user 2 1 2 3បាទ1 2 3បាទតមកទៀតបាទយើងបង្កើតgroup បាទ group អញ្ចឹងខ្ញុំ group add បាទ group add បាទ group ទី1 cell បាទ group ទី2 ICT ICT បាទតមកទៀតខ្ញុំ add បាទ user នីមួយៗចូលទៅក្នុង group បាទចុចយើងវាយ command user mode បាទ .a g ធំ shell បាទ user 1ចូល add user 1ចូល cell បាទ cell យើងភ្លេច s ទីឡូវហើយបាទតមកទៀត user mode .ag ធំ ICT បាទ user 2បាទអញ្ចឹង user 2ចូល ICT តមកទៀតយើង ID user 1កំណត់បាទអញ្ចឹងមាន group ហ្នឹងណាបាទនេះ group គេ share នេះបាទID user 2បាទនេះ group គេ ICT បាទអញ្ចឹងបន្ទាប់ពីយើង add ហើយយើងចាប់ផ្ដើមធ្វើការបង្កើត directory សម្រាប់ឲ្យ user នីមួយនេះអញ្ចឹងយើងអាចទៅមើលនៅក្នុងមេរៀនរបស់យើងនៅត្រង់នេះនេះឃើញទេនេះនៅត្រង់នេះបាទអញ្ចឹងបើសិនជាគ្នាយើងពិបាកវាយខ្លាចខុសអាច copy មកក៏បានដែរចឹងឧទាហរណ៍ណានេះចឹងខ្ញុំ copy ចេញមកនេះបាទ copy មកបាទយកមកនេះមកនេះឆាសចេញមកណាហើយ enter ទៅអញ្ចឹងវានឹងធ្វើការម្ដងមួយណាបាទរហូតដល់អស់អញ្ចឹងអស់ហើយបាទតែបើយើងចង់វាយទៅណានេះចង់វាយទៅវាយម្ដងមួយមកណាបើអត់ទេនេះយើង copy ទីគ្រូធ្វើអញ្ចឹងទៅណាបាទនេះ copy យ៉ាងមកបាទអូខេបន្តមកទៀតបាទយើងសាកទៅតេស្តនៅលើ client អញ្ចឹងខ្ញុំ back មកវិញបាទអញ្ចឹងដាក់មកបាទthì យើងសរសេរទៅនេះបាទ user 1 add IP របស់ server ណានេះអញ្ចឹងចូលមក user 1អញ្ចឹងណៃវាយ password គាត់ចូលមក1 2 3ហើយ lock ចូលចូលមកសាក add folder ក្នុងហ្នឹងមើលបាទដាក់ថា minimal ឧទាហរណ៍ហើយហើយយើងសាកទៅក្នុងឥឡូវយើងសាកមួយទៀតទៅហើយ add user មួយទៀតទៅហើយហ្មងបាទឥឡូវគ្រូដាក់ user ទី2បាទ user 2 add អូខេអញ្ចឹងយើងដូរអានេះមកនេះ user 2បាទ password 1 2 3ហើយnày thì យើងសាក add នេះចូលទៀតមកដាក់ថា my បាទ minimal 2ឧទាហរណ៍អញ្ចឹងចឹងហើយយើងសាកចូលទៅក្នុង server យើងវិញមកបាទហើយយើងសាកទៅ ls បាទ atp បាទ pub មើលមានអត់មានមួយហើយ atp មួយទៀត pub មួយទៀត
មាននិមលនៅណានិមលវី LS home user មួយអូចឹងអូខេដល់ចឹង LS បាទវ៉ា ADP អានេះយើងលីកនៅក្នុង tab ទេនៅក្នុង public anonymous ទេអញ្ចឹងនៅក្នុងuser នីមួយយើងទៅ list ក្នុង home របស់គាត់បាទអញ្ចឹងខ្ញុំ list home user មួយណាបាទនេះឃើញយើងឃើញ my animal แล้วណាតមកទៀតយើង list នៅក្នុង home user ទី2បាទអញ្ចឹងយើងនឹងឃើញ my animal 2នេះណាបាទអញ្ចឹងយើងក៏អាចមើល permission ដែរបាទយើងបែរកំណត់ ls ដក ld ទៅបាទហើយ slash home user មួយបាទ slash my animal ចឹងបាទអញ្ចឹងហ៎ directory នេះវាជា directory បាទ owner អាចបាទ read write execute បាទ group អាច read execute other permission អាច read and execute ណាបាទអញ្ចឹង ATP យើងចប់ប៉ុណ្ណឹងបាទអញ្ចឹងគឺយើងអាចទៅមើលនៅក្នុងមេរៀនក៏មានដែរនេះណាបាទនេះក្នុងមេរៀននេះរបៀបតេស្តបាទនេះរបៀបតេស្តអញ្ចឹងយើងអនុវត្តមកបាទអញ្ចឹងចប់ ATP ហើយណាអញ្ចឹងគ្រូក៏បាទចប់ slide ដែរទៅ stop